បងប្អូនធ្លាប់មាន page ដែលបងប្អូនកំពុងតែការលើកខ្ញុំនេះហើយ page ហ្នឹងគឺយើងជា account admin នៃ page ហ្នឹងតែម្ដងបងប្អូនប្រើប្រាស់ទៅស្រាប់តែវាមានបញ្ហាទី1គឺវាបាត់ដោយយើងអត់ដឹងថាវាមកពីមូលហេតុអីទី1ទី2បងប្អូនច្រឡំធ្វើការ remove ខ្លួនឯងចេញពី page ហ្នឹងតែម្ដងអញ្ចឹងបើសិនករណីបងប្អូនជួបបញ្ហាបែបនេះវីដេអូមួយនេះនឹងជួយបងប្អូនបានអញ្ចឹងដើម្បីទាញយក page មកវិញបានបងប្អូនទាំងអស់គ្នាចូលទៅក្នុង account Facebook របស់យើងមកឧទាហរណ៍ថា page នេះវាបាត់អញ្ចឹងណាបងប្អូនចូល account Facebook របស់យើងចូល profile របស់យើងមកហើយបងប្អូនធ្វើការចុចនៅត្រង់ចំណុចនេះបងប្អូនពាក្យថា help and support បន្តមកទៀតបងប្អូនធ្វើការចុចជាមួយនឹង help center ហើយបងប្អូនទៅសេកន្លែងនេះមកសេថា Facebook page ហើយនេះ admin access បងប្អូនធ្វើការ select វាលើវាមកហើយបងប្អូនចូលពាក្យថា request Facebook page to page set to the page បាទបន្តមកទៀតបងប្អូនទាំងគ្នាចុចត្រង់កន្លែងពាក្យនេះហើយអមកក្រោមចូលរើពាក្យថានេះ select ពាក្យថា file report បាទបន្តមកទៀតបងប្អូននឹងដល់ទំព័រមួយចុងក្រោយទំព័រចុងក្រោយនេះបើសិនជាករណីបងប្អូនមានបញ្ហាខាងលើអាចថាទី1 Facebook page របស់យើងគេ hack ទី2យើងច្រឡំ remove ខ្លួនឯងចេញពី page អញ្ចឹងបើសិនជាជួបករណីដែលយើងច្រឡំធ្វើការ remove ខ្លួនឯងចេញពី page អញ្ចឹងវានឹងបង្ហាញឲ្យយើងឃើញនៅក្នុង account របស់ខ្ញុំនេះគឺវាអត់មានបង្ហាញទេដោយសារ account របស់ខ្ញុំវាអត់មានបាត់បង់ page ណាមួយទេអញ្ចឹងណាបាទប៉ុន្តែបើសិនជា account របស់បងប្អូនដែលជួបនឹងបញ្ហាពីខាងលើវានឹងបង្ហាញឲ្យបងប្អូនមើលឃើញទេ page ណាអញ្ចឹងបងប្អូនធ្វើការ select វាមកបន្ទាប់ពីយើងធ្វើការ select វាហើយបងប្អូនធ្វើការចុច send ចុងក្រោយទៅពេលយើងចុច send ហើយគឺការងារយើងគឺចប់ទៅហើយគឺរៀបរាប់ហើយបាទបង្ហាញបងប្អូនទាំងនេះអរគុណសម្រាប់ការតាមដានវីដេអូនេះពីដើមដល់ចប់